មនុស្សយើងចំណាយពេលតែប្រហែលឆ្នាំទេនៅក្នុងការរៀននិយាយប៉ុន្តែត្រូវប្រើពេលមួយជីវិតដើម្បីរៀនបិទមាត់មាន quote មួយគេបាននិយាយថា a fish with its closed mouth never get caught មានន័យថាត្រីដែលបិទមាត់គឺមិនងាយនឹងជាប់ផ្លែសទូចឬមួយក៏មិនងាយនឹងចាប់បានទេវាអាចដែរនៅពេលដែលយើងនិយាយច្រើនពេកទៅវាអាចអ្នកដតីអាចវាតម្លៃមកលើយើងថាយើងជាមនុស្សបែបម៉េចអីចឹងទៅព្រោះមនុស្សយើងងាយស្រួលមែនតើនៅក្នុងការស្គាល់ពីអត្តចរិតរបស់មនុស្សម្នាក់គឺអាស្រ័យទៅលើការនិយាយស្ដីនឹងឯងអ្នកខ្លះពាក្យសម្ដីដែលគួរលេងសើចក៏និយាយជាមួយនឹងនៅក្នុងស្ថានភាពជាផ្លូវការមួយវិញទៀតរឿងខ្លះវាមិនចាំបាច់តតែទាមទារការបកស្រាយពីយើងទេទាមទារការនិយាយពីយើងទេតម្លៃរបស់យើងគឺនៅតែជាយើងទោះបីជារឿងខ្លះយើងមិនចាំបាច់បកស្រាយក៏វាតាមនឹងដែរខ្ញុំមាន rule សម្រាប់ខ្លួនឯងមួយគឺបើសិនជាខ្ញុំអត់មានរឿងល្អដែលត្រូវនិយាយទេគឺខ្ញុំបិទមាត់ហ្មងខ្ញុំអត់ដែរនិយាយអាក្រក់ពីណាគេទេបើតែជាវាគឺជាការពិតរបស់អ្នកដទៃក៏ដោយបើសិនជាខ្ញុំអត់មានរឿងល្អរបស់អ្នកដទៃដែលត្រូវនិយាយទេគឺខ្ញុំបិទមាត់គឺខ្ញុំអត់និយាយអីទាំងអស់ហ្មងនៅត្រង់ចំណុចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនបិទមាត់ខ្លះរៀនស្ងប់ស្ងាត់ខ្លះ stay silent ព្រោះនៅពេលដែលយើងអាចរក្សាភាពស្ងៀមស្ងាត់របស់យើងបានច្រើនប៉ុណ្ណាក៏វាធ្វើឲ្យតម្លៃរបស់យើងអាចកើនឡើងទៅតាមនឹងដែរ